ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបចុះវត្តមានជាដំបូងខ្ញុំធ្វើការចូលមកកាន់ឋានាបឋម PLP សិនបន្ទាប់មកខ្ញុំធ្វើការចូលទៅកាន់គ្រូបង្រៀនដែលគេមានដាក់ថាគ្រប់គ្រងសិស្សថ្នាក់រៀនសាលារៀននិងវគ្គបណ្ដុះបណ្ដាលខ្ញុំធ្វើការចុចចូលបន្ទាប់មកនឹងឃើញប្រព័ន្ធទាំង4នេះខ្ញុំធ្វើការចុចចូលទៅឋានាគ្រប់គ្រងសាលារៀនដែលដាក់ថា SMS ប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់បន្ទាប់ពីលោកគ្រូអ្នកគ្រូចុចចូលមកនឹងឃើញផ្ទាំងបែបនេះចូលទៅកាន់ត្រេ3ខាងលើនេះបន្ទាប់មកនឹងឃើញមានគ្រូបង្រៀនថ្នាក់សិស្សវត្តមានគ្រប់គ្រង QR code និងរបាយការណ៍បន្ទាប់មកខ្ញុំធ្វើការចុចចូលទៅកាន់វត្តមានវត្តមានសិស្សវត្តមានគ្រូបង្រៀននិងវត្តមានផ្ទាល់ខ្លួនប៉ុន្តែភាគច្រើនឃើញលោកគ្រូអ្នកគ្រូគាត់មានចម្ងល់ទៅលើព័ត៌មានការចុះវត្តមានផ្ទាល់ខ្លួនដែរមានដាក់ថាហេតុអីបានយឺតហេតុអីបានពេលចុះទៅនៅតែចេញយឺតខ្ញុំធ្វើការចុចចូលព័ត៌មានផ្ទាល់ខ្លួនក្នុងនេះមានវេន3ដែលមានវេនព្រឹកវេនថ្ងៃត្រង់វេនរសៀលដែលវេនព្រឹកពីម៉ោង7ដល់ម៉ោង11វេនថ្ងៃត្រង់ពីម៉ោង11ដល់ម៉ោង14ហើយវេនរសៀលពីម៉ោង1រហូតដល់ម៉ោង5បើសិនជាលោកគ្រូអ្នកគ្រូចុះឈ្មោះវេនព្រឹកក្រោយម៉ោង7នឹងចេញពាក្យថាយឺតហើយបើថ្ងៃត្រង់ចុះឈ្មោះក្រោយម៉ោង11ក៏យឺតដែរនិងម៉ោងពេលរសៀលចុះឈ្មោះម៉ោង1វានឹងលោតពាក្យថាយឺតដូចគ្នាបន្ទាប់មកខ្ញុំនឹងទៅធ្វើការចុះឈ្មោះចុចយកពាក្យថាចុះវត្តមានដោយសារតែខ្ញុំថតវីដេអូនេះគឺនៅពេលយប់ចឹងហើយច្បាស់ជាក្នុងប្រព័ន្ធនឹងលោតពាក្យថាយឺតខ្ញុំឧទាហរណ៍ថាខ្ញុំចុះវេនថ្ងៃត្រង់ចុះនៅក្នុងប្រព័ន្ធហ្នឹងនឹងមានបញ្ជាក់មូលហេតុថាលោកគ្រូអ្នកគ្រូយឺតដោយសារអ្វីហើយបើសិនជាយឺតហើយដាក់ច្បាប់វិញនោះលោកគ្រូអ្នកគ្រូអាចចុចពាក្យថាច្បាប់បើសិនជាមិនបានច្បាប់ឬមួយក៏លោកគ្រូអ្នកគ្រូអត់បានយឺតទេធ្វើការជ្រើសរើសតែវេនទៅហើយបន្ទាប់មកធ្វើការចុចយកពាក្យថាបញ្ជូនជាការស្រេចខ្ញុំយកពាក្យបញ្ជូនវត្តមានត្រូវបានបញ្ជូនដោយជោគជ័យវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា